បងប្អូនធ្លាប់សង្កេតទេពេលធ្វើការធម្មតាយើងវាយ keyboard ថ្នមតែដល់ពេលដល់វគ្គបញ្ចប់ចុច intern ខ្លាំងឬសូតែផាំងតាមរយៈការស្រាវជ្រាវផ្នែកចិត្តសាស្ត្រមូលហេតុដែលយើងចូលចិត្តប្រើកម្លាំងបាយលើប៊ូតុង Enter ការចុចវាខ្លាំងផ្ដល់នូវអារម្មណ៍ដូចជាការបោះត្រាសម្រេចឬការទម្លាក់បន្ទុកចេញពីលើទ្រូង Keyboard គឺជាបាវរំសាយ stress តាមរយៈម្រាមដៃសម្រាប់អ្នកធ្វើការការិយាល័យនិងអ្នកលេងហ្គេមពេលខឹងការចុច Enter ខ្លាំងគឺជាការជេរគេម្នាក់ឯងដោយគ្មានសំឡេងពេលប្រញាប់កាន់តែប្រញាប់ម្រាមដៃកាន់តែធ្ងន់ព្រោះខួរក្បាលចង់រុញការងារនោះឲ្យចេញឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបានសំឡេងដែលចេញពីការចុចខ្លាំងជាពិសេសនៅលើក្តារចុចមេកានិកផ្ដល់នូវដូផាមីនសារធាតុរីករាយដល់ខួរក្បាលវាធ្វើឲ្យយើងមានអារម្មណ៍ថាសារឬការងារនោះត្រូវបានបញ្ជូនឬបញ្ចប់រួចរាល់តើបងប្អូនធ្លាប់មានបទពិសោធន៍ចុច intern ខ្លាំងរហូតដល់ចង់របូតប៊ូតុងដែរឬទេបើសិនជាធ្លាប់កុំភ្លេច comment ប្រាប់ខាងក្រោមម្នាក់មួយផងថាហេតុអ្វីបានជាបងប្អូនមានទម្លាប់បែបនេះជាចុងក្រោយខ្ញុំសូមអរគុណបងប្អូនដែលបានទស្សនាបើសិនជាបងប្អូនមិនទាន់បានធ្វើការ like ឬ follow page សូមបងប្អូនធ្វើការ like និង follow page ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តសូមអរគុណវីដេអូនេះដំណើរការបានទៅដោយ V Cafe ឈ្ងុយឆ្ងាញ់លើសពីកាហ្វេធម្មតាសម្រាប់អ្នកជំងឺទឹកនោមផ្អែមគឺអាចញ៉ាំបានជួយសម្រួលដល់សរសៃឈាមបេះដូងលើសជាតិខ្លាញ់ជាតិអាស៊ីតនាំចូលពីប្រទេសម៉ាឡេស៊ីដោយក្រុមហ៊ុន Volten International ទំនាក់ទំនងលក់ដុំនិងរាយតាមរយៈ Facebook Page និង Telegram នៅខាងក្នុងវីដេអូ